ជម្រាបសួរបងប្អូនទាំងអស់គ្នាពេលនេះសូមស្វាគមន៍មកកាន់គម្ពីរគំនិតនេះគឺជាវីដេអូភាគទី5ហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំលើកយកទស្សនៈតាក់ទងទៅនឹងពាក្យថាបណ្ឌិតមកចែករំលែកជូនបងប្អូនទាំងអស់គ្នាដើម្បីជាការយល់ដឹងបន្ថែមទៀតយោងតាមវចនានុក្រមខ្មែរពាក្យថាបណ្ឌិតនេះមានន័យថាជនអ្នកមានប្រាជ្ញាអ្នកមានចំណេះដឹងជ្រៅជ្រះអ្នកឆ្លៀសវៃអ្នកប្រាជ្ញតាក់ទងទៅនឹងពាក្យបណ្ឌិតនេះដែរបើយើងរៀបរាប់មានច្រើនយ៉ាងណាស់ដែលមានដូចជាបណ្ឌិតខាងច្បាប់បណ្ឌិតខាងអក្សរសាស្ត្របណ្ឌិតខាងសេដ្ឋកិច្ចបណ្ឌិតខាងប្រវត្តិសាស្ត្រនិងបណ្ឌិតខាងនយោបាយជាអាចហេតុនេះឈ្មោះជាបណ្ឌិតនេះគឺបានមកពីការសិក្សារៀនសូត្រនិងស្រាវជ្រាវរហូតដល់មានជំនាញច្បាស់លាស់ដោយផ្អែកលើឯកទេសណាមួយជាក់ស្ដែងក្នុងន័យនេះដែរតរមតែទទួលបានងារជាបណ្ឌិតនេះគឺត្រូវចំណាយពេលសិក្សានិងស្រាវជ្រាវយូរឆ្នាំណាស់បងប្អូនទាំងអស់គ្នាហើយជាការពិតណាស់សង្គមជាតិដែលមានការរីកចម្រើនជឿនលឿនគឺត្រូវការចូលរួមគិតពីប្រជាពលរដ្ឋនិងក្រុមបណ្ឌិតនេះឯងក្រុមបណ្ឌិតគឺជាមូលធនដ៏សំខាន់ចាំបាច់ដោយហេតុផលថាបណ្ឌិតគាត់នឹងប្រើប្រាស់គំនិតប្រាជ្ញាស្មារតីនិងជំនាញរបស់គាត់ក្នុងផ្លូវដ៏ត្រឹមត្រូវដោយការចូលរួមគិតនិងចូលរួមកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍជឿនលឿនប៉ុន្តែមានអ្នកខ្លះមានចំណេះដឹងជ្រៅជ្រះមានងារជាបណ្ឌិតហើយតែបែរជាប្រើជំនាញក្នុងផ្លូវទុច្ចរិតនិងបំផ្លិចបំផ្លាញប្រទេសជាតិទៅវិញនៅពេលណាដែលមនុស្សយើងមានចំណេះជ្រៅជ្រះនិងមានជំនាញច្បាស់លាស់តែខ្វះគុណធម៌សិលធម៌និងមនសិការនៅពេលនោះហើយគឺជាគ្រោះថ្នាក់និងជាបាបកម្មរបស់សង្គមជាតិនិងពិភពលោកទាំងមូលក្នុងន័យនេះដែរបើតាមទិសដីពុទ្ធសាសនាពាក្យបណ្ឌិតនេះសំដៅដល់អ្នកមានចំណេះជំនាញជ្រៅជ្រះផងនិងអ្នកមានសិលធម៌និងគុណធម៌ផងក្នុងន័យនេះបានសេចក្តីថាបណ្ឌិតពិតគឺសំដៅដល់អ្នកដែលមានទាំងវិជ្ជាសម្បត្តិនិងចរិយាសម្បត្តិរួមផ្សំគ្នាការប្រើប្រាស់ចំណេះវិជ្ជាដោយផ្សារភ្ជាប់នឹងសិលធម៌និងគុណធម៌រមែងនាំមកនូវប្រយោជន៍មហាសាលដល់ពិភពលោកនិងមនុស្សជាតិរីឯការប្រើចំណេះវិជ្ជាដោយប្រាសចាកសិលធម៌គឺជាអាវុធបល្ល័យលោកដ៏គ្រោះថ្នាក់បំផុតក្នុងន័យនេះដែរដើម្បីសម្គាល់លក្ខណៈបណ្ឌិតពិតតាមបែបព្រះពុទ្ធសាសនាយើងត្រូវពិនិត្យលើចំណុច4យ៉ាងដូចខាងក្រោមនេះចំណុចទី1គឺអត្តសទ្ធិសំដៅសេចក្តីថាបណ្ឌិតគឺជាអ្នកដែលមានការចេះដឹងក្នុងការរៀបចំខ្លួនឲ្យមានលក្ខណៈល្អបរិសុទ្ធល្អទាំងផ្លូវកាយផ្លូវវាចានិងផ្លូវចិត្តល្អបរិសុទ្ធខាងផ្លូវកាយគឺបានន័យថាស្គាល់អំពើល្អធ្វើអំពើល្អស្រឡាញ់អំពើល្អថែរក្សាអំពើល្អនិងបណ្ដុះបណ្ដាលអំពើល្អតាមផ្លូវកាយអំពើល្អតាមផ្លូវកាយនេះមានច្រើនយ៉ាងណាស់បងប្អូនទាំងអស់គ្នាមានដូចជាការចេះជួយអ្នកដទៃមិនប្រើប្រាស់អំពើហិង្សាលើអ្នកដទៃមិនវាយដំច្រំធាក់បាញ់បោះនឹងការកាប់សម្លាប់អាយុជីវិតរបស់អ្នកដទៃជាដើមល្អបរិសុទ្ធខាងផ្លូវវិជ្ជាវិញគឺមានន័យថាមិននិយាយភូតកុហកបោកប្រាស់ឆោបោកនិយាយមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃជាដើមរីឯល្អបរិសុទ្ធខាងផ្លូវចិត្តគឺមិនមានគំនិតអាក្រក់គំនិតព្យាបាទគំនិតគុំគួនអ្នកដទៃនោះឡើយចំណុចទី2គឺបរសទ្ធិបានសេចក្តីថាបណ្ឌិតគឺជាអ្នកចេះដឹកនាំអ្នកដទៃឲ្យមានភាពល្អបរិសុទ្ធឲ្យមានចំណេះជំនាញនិងចេះដឹកនាំអ្នកដទៃឲ្យស្ថិតនៅក្នុងផ្លូវល្អផ្លូវរីកចម្រើនផ្លូវមានប្រយោជន៍ចំណុចទី3គឺកតញ្ញូបានន័យថាបណ្ឌិតត្រូវចេះដឹងគុណចេះតបគុណចំពោះឪពុកម្ដាយដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យដឹងគុណលោកគ្រូអ្នកគ្រូដឹងគុណអ្នកធ្លាប់ជួយនិងជាពិសេសដឹងគុណចំពោះជាតិមាតុភូមិ
ការដឹងគុណចំពោះជាតិមាតុភូមិគឺការប្រើប្រាស់ជំនាញឲ្យមានប្រយោជន៍ដូចជាការចូលរួមចំណែកកិត្តគូកសាងជាតិឲ្យមានការរីកចម្រើនដល់ឲ្យជាតិមានសុខសន្តិភាពក្នុងនាមជាអ្នកដែលបានរៀនសូត្រចេះដឹងមិនត្រូវប្រើប្រាស់ចំណេះដឹងនោះទៅធ្វើបាបអ្នកដទៃនិងបំផ្លាញប្រទេសជាតិរបស់ខ្លួននោះឡើយចំណុចទី4ចុងក្រោយគឺសង្ឃៈបានសេចក្តីថាបណ្ឌិតត្រូវចេះជួយសង្គ្រោះដល់អ្នកដទៃជាពិសេសអ្នកដែលមានទុក្ខលំបាកអ្នកទន់ខ្សោយអ្នកអត់ឃ្លាននិងអ្នកល្ងិតល្ងង់ឃើញគេល្ងិតល្ងង់ត្រូវចេះជួយព្រានប្រដៅណែនាំដោយមិនត្រូវសើចចំអកលក់លើយឬក៏មើងងាយអ្នកដែលទន់ខ្សោយជាងខ្លួននោះឡើយអញ្ចឹងជារួមមកគុណតម្លៃនៃបណ្ឌិតនេះគឺជាអ្នកដែលមានទាំងចំណេះដឹងជ្រៅជ្រះផងអ្នកមានសិលធម៌ផងមានគុណធម៌ផងនិងមានអាកប្បកិរិយាល្អផងដែរចំណេះជំនាញនិងសិលធម៌ត្រូវអាស្រ័យគ្នាទៅវិញទៅមកប្រៀបដូចជាទូកនិងច្រវាអញ្ចឹងដែរចង់ឲ្យទូកទៅមុខបានយើងត្រូវពឹងច្រវាយ៉ាងណាមិញចំណេះជំនាញដែលមានប្រយោជន៍ក៏ត្រូវអាស្រ័យនឹងសិលធម៌គុណធម៌នេះដែរនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាវានឹងបានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់វីដេអូរបស់ខ្ញុំចាំជួបគ្នាជាមួយនឹងវីដេអូភាគក្រោយបន្តទៀតសូមអរគុណ